ល្បីក៏ក្រាកឋានទាំង3ខ្លាំងមែនចៅសង្កាត់ហ៊ានដេញលោកប៉ាងលីដាអភិបាលរងខណ្ឌចេញពីតំណែងស្រាប់តែលោកផៃវណ្ណៈបង្ហោះសារយ៉ាងចាក់ដោតបែបនេះថាលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យគឺជាមន្ត្រីមួយរូបដែលកំពុងតែផ្ទុះការចាប់អារម្មណ៍និងមានប្រជាប្រិយភាពទទួលបាននូវការគាំទ្រពីថ្នាក់ដឹកនាំនិងការគោរពស្រឡាញ់ពីប្រជាពលរដ្ឋទាក់ទងនឹងការងារស្ដារប្រឡាយទឹកក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវជាដើមស្រាប់តែនៅថ្ងៃទី29មករាឆ្នាំ2026ម្សិលមិញនេះល្បីក៏ក្រាកឋានទាំង3តែម្ដងដោយលោកកងវងចៅសង្កាត់ចំចៅមួយបានចេញវីដេអូទាំងព្រឹកដោយរៀបរាប់ពីភាពចម្រូងចម្រាសគ្នាជាមួយនឹងលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យដោយចៅសង្កាត់រូបនោះចង់ដេញលោកប៉ាងលីដាចេញពីអភិបាលរងខណ្ឌនៅក្នុងវីដេអូឃ្លីបខាងលើចៅសង្កាត់ឈ្មោះកងវងបានប្រើពាក្យសម្ដីធ្ងន់ធ្ងរយ៉ាងដូចនេះថាទោះជាយ៉ាងណាក៏លោកត្រូវតែដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យនិងឆ្លងយោបល់ទៅលោកខួងស្រេងអភិបាលរាជធានីភ្នំពេញទាមទារសុំឲ្យផ្ទេរលោកប៉ាងលីដាចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផងនេះបន្ទាប់ពីលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យសហការជាមួយនឹងផ្នែកជំនាញពាក់ព័ន្ធចុះពិនិត្យមើលការចាក់ដីខ្សាច់បិទប្រឡាយទួលពង្រទី1ខណ្ឌចំចៅទី1ហើយធ្វើរបងគ្មានច្បាប់ទម្លាប់ទើបលោកប៉ាងលីដាទទួលបានព័ត៌មាននេះក៏ចុះពិនិត្យមើលនិងវាស់វែងជាមួយនឹងផ្នែកជំនាញហើយឃើញមានការចាក់ដីខ្សាច់បិទប្រឡាយនិងរៀបចំសាងសង់របងថ្មមិនទាន់មានច្បាប់ទម្លាប់ទើបបានជាធ្វើឲ្យលោកកងវងចៅសង្កាត់ចំចៅមួយកើតការមិនសប្បាយចិត្តរហូតដល់រៀបរាប់ក្នុងវីដេអូហៅលោកប៉ាងលីដាចំនិងមានបំណងដេញលោកប៉ាងលីដាឲ្យចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផងពាក់ព័ន្ធនឹងការប៉ះសម្ដីគ្នារវាងចៅសង្កាត់និងអភិបាលរងខណ្ឌខាងលើនេះស្រាប់តែលោកផៃវណ្ណៈបានបង្ហោះសារយ៉ាងចាក់ដោតបែបនេះថាចៅសង្កាត់អាចបាត់បង់ផលប្រយោជន៍ទៅប្រតិកម្មមិនសមទំនងនៅពេលដដែលនោះផងដែរលោកផៃវណ្ណៈបានបន្ថែមទៀតថាឈប់ឆ្លោះគ្នាខ្ញុំឧបត្ថម្ភលោកប៉ាងលីដា5លានរៀលឧបត្ថម្ភចៅសង្កាត់ចំចៅមួយចំនួន50000រៀលស្អែកមកយកលុយពីខ្ញុំគួរបញ្ជាក់ផងដែរថាតាក់ទងនឹងករណីបិទប្រឡាយធ្វើរបងនេះអភិបាលរងប៉ាងលីដាបានហៅមកធ្វើកិច្ចសន្យាហើយចំពោះករណីខាងលើនេះមហាជនកំពុងតែរងចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ